បាញ់កាញ់ក្តាមដែលគេមានដាក់ក្តាមបន្ទប់ពីលើហើយទឹកស៊ុបរបស់គេខាប់ហ្នឹងមួយចាន$3បើថាស្រីៗគ្នាយើងអីមួយចាននេះតតែ2នាក់អីបានអស់តែបើថាអ្នកដែលគេញ៉ាំច្រើនអីមួយចានម្នាក់ឯងមកល្មមតែម្ដងហើយនៅនេះគាត់មានជាប្រភេទនំបញ្ចុកជូរហុលរបស់គាត់មួយយ៉ាងទៀតពុកម៉ែបងប្អូននិយាយទៅគឺរសជាតិរបស់គាត់ឆ្ងាញ់ប្លែកមែនតើនៅនេះអ្នកណាគេធ្លាប់បានតែញ៉ាំខ្លះនៅខាងផ្សារថ្មីយើងហ្នឹងនិយាយទៅគឺថាឆ្ងាញ់គ្រប់មុខហ្មងអញ្ចឹងសម្រាប់ទីតាំងអ្នក Two Sister ទៅនេះគឺមានឈ្មោះថា Yumi បាញ់កាញ់ក្តាមនៅខាងត្បូងផ្សារថ្មីដែលស្ថិតនៅលើផ្លូវ53ខាងក្រោយធនាគារអ៊ូរីហើយនៅនេះគឺតួឯកពិសេសហ្នឹងជាប្រភេទបាញ់កាញ់ក្តាមរបស់គាត់ហើយទឹកស៊ុបរបស់គេគឺទំនងមែនតើឡើងខាប់ហ្មងហើយចំពោះជំរឿសាច់វិញគាត់មានទាំងជាប្រភេទសាច់ក្តាមប្រហិតត្រីបកាសាច់ជ្រូកហើយមានពងក្រួយទៀតហើយចំពោះជំរឿតសៃគឺគាត់មានតសៃតូចតសៃធំពុកម៉ែបងប្អូនពេលទៅដល់គឺអាចសាកសួរគាត់បន្ថែមបានតែសម្រាប់ Two Sister គឺឆ្ងាញ់គ្រប់មុខហ្នឹងហើយក្រៅតែពីបាញ់កាញ់ក្តាមក៏គាត់នៅមានជាប្រភេទនំបញ្ចុកនិងបាយដែរនិយាយទៅពុកម៉ែបងប្អូននៅនេះមិនមែនឈ្មោះរបស់គេបាញ់កាញ់ក្តាមមានតែបាញ់កាញ់ក្តាមអីអត់ទេណាគេមានច្រើនជំរើសច្រើនមុខហើយតម្លៃវិញចំពោះបាញ់កាញ់ធម្មតានេះតម្លៃ$3ពុកម៉ែបងប្អូនហើយសម្រាប់បាញ់កាញ់ពិសេសដែលគេមានដាក់សាច់ក្តាមនៅពីលើហ្នឹងគឺ$5ប៉ុន្តែមួយចានបើគាត់មកច្រើនណាហើយដូចខ្លាញ់ក្តាមនេះនិយាយទៅគឺថាជាតិមែនតើ Two Sister បញ្ចូលសលេងបដាចាប់ផ្ដើមនឹកឃើញឃ្លានទៀតហើយបើថាបាយឆាបការបស់គាត់នេះវិញអូចាញ់មកគឺទំនងហ្មងសម្រាប់ Two Sister ថ្ងៃនេះគឺទៅជាមួយនឹងតែទឹកឃ្មុំ Freshy ពុកម៉ែបងប្អូនយើងញ៉ាំជាប្រភេទអាហារបែបនេះបានញ៉ាំជាមួយនឹងតែទឹកឃ្មុំ Freshy រសជាតិជូរអែមបានកោះចាក់ដាក់តកកទៀតមកគឺឆ្ងាញ់មែនតើហើយមុននឹងចាប់ផ្ដើមញ៉ាំគឺលាយទឹកជ្រលក់សិននិយាយទៅគឺពុកម៉ែបងប្អូនញ៉ាំអីក៏ដោយ Two Sister ដែរខ្វះទេទឹកជ្រលក់ហើយយើងដាក់ម្ទេសហឹលច្របាច់ក្រូចឆ្មាហើយដាក់ទឹកស៊ុបរបស់គេនៅពីលើនឹងបន្តិចមកហើយកូនចេះទំនងអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនអ្នកបានឃើញវីដេអូនេះហើយគឺអាចទៅញ៉ាំបានទីតាំងរបស់គាត់គឺស្រួលរមែនតើនៅខាងត្បូងផ្សារថ្មីហ្នឹងហើយជាពិសេសមានប៉ាម៉ាក់ចាស់អីគឺអាចទិញបាញ់កាញ់ក្តាមនេះយកទៅជូនគាត់ប្រសាបានអាកាសធាតុចុះត្រជាក់អញ្ចេះផ្ដាសាយបានញ៉ាំជាមួយនឹងបាញ់កាញ់ក្តាមទឹកស៊ុបគេក្តៅអញ្ចេះគឺញ៉ាំឲ្យមានអារម្មណ៍ថាស្វាងស្រួលក្នុងខ្លួនមែនតើហើយបើថាយើងក្មេងៗដាក់ទេហឹលមកធានាថាញ៉ាំឲ្យជាប់ចិត្តឆ្ងាញ់ហ្មងពុកម៉ែបងប្អូនហើយតន់អស់ណាពុកម៉ែបងប្អូននៅមានមនុយមួយមុខទៀតដែល Two Sister ជាប់ចិត្តខ្លាំងដែរគឺនំបញ្ចុកជូរហឹលគេមានសាច់បកាសាច់មឹកនៅខាងក្នុងហ្នឹងហើយរសជាតិទឹកសម្លរបស់គេហ្នឹងគឺជូរហឹលនិយាយទៅគឺញ៉ាំទៅប្លែកមាត់មួយយ៉ាងដែរអញ្ចឹងពុកម៉ែបងប្អូនពេលទៅដល់អីហើយបាញ់កាញ់ក្តាមញ៉ាំហើយកុំភ្លេចហៅនំបញ្ចុកទឹកសម្លជូរហឹលនឹងផងហើយខាងនេះវិញជាប្រភេទមាន់រំលីងរបស់គាត់គាត់រំលីងបានក្រៀមល្អមែនតែនហើយគាត់ដាក់ជាមួយនឹងគ្រឿងចេះមកគឺចូលជាតិគ្នាបានល្អហើយខាងនេះវិញគឺជាបាយឆាបកាគេដាក់ជាមួយនឹងពងទាពុកម៉ែបងប្អូនពេលឃើញចេះឲ្យមានអារម្មណ៍ថានឹកឃើញទៅដល់បាយអ៊ីសងបាយដែលគាត់ដាក់មួយពងទាកឡុកតែ Two Sister តន់បានទៅឯងប៉ុន្តែរសជាតិរបស់គាត់ក៏ឆ្ងាញ់មិនណយដែរនិយាយទៅគឺថានៅនេះឆ្ងាញ់សឹងទៅគ្រប់មុខហ្មងអ្នកដែលធ្លាប់បានទៅញ៉ាំអីគឺស្គាល់ហើយកុំភ្លេចញ៉ាំជាមួយនឹងតែទឹកឃ្មុំ Freshy ដូច Two Sister ពុកម៉ែបងប្អូនសម្រាប់តែទឹកឃ្មុំ Freshy សម្បូរទៅដោយវីតាមីន C ជួយធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំនិងស្លាបបំពង់កនិយាយទៅគឺថាទាំងឆ្ងាញ់ទាំងអនាម័យខ្ពស់និងលើសពីតែជ្រក់ធម្មតាអញ្ចឹងសម្រាប់វីដេអូរបស់ Two Sister ថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេហើយនៅនេះគឺគាត់មានបើកលក់ចាប់ពីម៉ោង8ព្រឹករហូតដល់ម៉ោង7ល្ងាចបាយ